បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាក្នុងវីដេអូនេះខ្ញុំនឹងចែកដែរពាក់ព័ន្ធទៅនឹងBlake Money គឺលុយខ្មៅអញ្ចឹងពីមួយខ្ញុំនឹងបកស្រាយពាក់ព័ន្ធទៅនឹងបញ្ហាលុយខ្មៅគឺបានមកពីណាអញ្ចឹងហើយរបៀបដែលគេលាងលុយខ្មៅនឹងធ្វើBlake Money នឹងអញ្ចឹងគេលាងយ៉ាងម៉េចអញ្ចឹងបញ្ហាលុយខ្មៅនឹងគឺកើតឡើងមកពីអីបានមកវាតាមរយៈអីហើយនេះជាកំណត់របស់ខ្ញុំតិចតួចទេបើសិនជានិយាយខុសឬក៏បាត់ស្រ័យខុសក៏សូមជម្រាបដែរអញ្ចឹងពាក់ព័ន្ធទៅនឹងលុយខ្មៅនេះគឺយើងបានពីអីBlake Money Blake Money ឬក៏លុយខ្មៅហ្នឹងអញ្ចឹងគេអាចបានពីអំពើជាច្រើនដូចជាការចាត់កម្រិតបាទការឃុំឃាំងចាត់កម្រិតទីប្រាក់ទីអីហ្នឹងហើយនឹងការលបែងអនឡាញ scam ដែលខុសច្បាប់ហើយនឹងគឺការជួញដូរអាវុធការជួញដូរគ្រឿងញៀនការជួញដូរមនុស្សបាទគឺទាំងអស់នេះហើយគឺគេហៅថា Blake Money គឺជាលុយខ្មៅអញ្ចឹងគឺមានជាច្រើនទៀតដែលលុយខ្មៅដែលបានចេញពីអំពើដែលខុសច្បាប់យល់ទៅពាក់ព័ន្ធនឹងអំពើខុសច្បាប់ដែលបានលុយហ្នឹងគឺគេហៅថាលុយខ្មៅហើយអញ្ចឹងយើងរកឃើញឫសគល់នៃលុយខ្មៅគេហៅBlake Money ហើយតើគេនឹងលាងលុយយ៉ាងម៉េចចឹងយើងលាងលុយយ៉ាងម៉េចសម្បីតែបងប្អូនដឹងហើយថានៅពេលដែលយើងកាត់កង់ឬក៏លុយដែលយើងបានអញ្ចឹងក៏មានដែលយើងបានច្រើនអញ្ចឹងថ្ងៃខ្លះយើងបានលុយរាប់ម៉ឺនដុល្លារអញ្ចឹងថាមួយថ្ងៃហ្នឹងក៏មានធនាគារមួយចំនួនគេខំយើងដែរគេហៅយើងរកអីគេមិនក៏បានអញ្ចឹងអាហ្នឹងដឹងគេតេមកហើយគេសួរយើងមូលហេតុអីអញ្ចឹងគេដឹងថាលុយយើងមកពីណាវិញយើងអាចមួយថ្ងៃរកបានរាប់ម៉ឺនដុល្លារឬក៏1លានដុល្លារអញ្ចឹងទៅហើយរបៀបដែលគេលាងលុយហ្នឹងគេថា money laundering ហ្នឹងរបៀបដែលគេលាងលុយគឺគេអាចបង្កើតជាធនាគារឬក៏ហិរញ្ញវត្ថុតូចៗអីដែលគេលាងដែលគេកាត់មកដើម្បីលាងលុយគេដល់ប្រាក់កម្ចីឬក៏ដល់ផ្សេងៗហ្នឹងគេមួយចំនួនហ្នឹងតែគេអាចសម្អាតលុយតាមហ្នឹងអ្នក clean money ហើយការលាងលុយហ្នឹងមិនមែនយកលុយហ្នឹងទៅដាក់ចូលថងឬម៉ាស៊ីនបោកកាវម៉ាស៊ីនហ្នឹងដើម្បីលាងលុយហ្នឹងទេបាទគឺយើងលាងលុយតាមរបៀបនេះការវិនិយោគផ្សេងហើយទៀតបាទការដាក់ចូលធនាគារបង្កើតធនាគារឬក៏ហាងតូចហាងមួយចំនួននៃឬក៏ការបើកភោជនីយដ្ឋានផ្សេងទីរួមទៅគេធ្វើយ៉ាងម៉េចដើម្បីឲ្យលុយហ្នឹងបានស្របច្បាប់វិញខ្ញុំអាចឃើញនៅគេជួលផ្ទះដែរគេជួលផ្ទះថាមួយខែគេជួល$1000តែគេលក់ស្បែកជើង10-20គូហ្នឹងចាំបងប្អូនមានឆ្ងល់ចំណុចហ្នឹងដែរអញ្ចឹងអាចគិតឡើងវិញហើយនេះគ្រាន់តែជាគំនិតរបស់ខ្ញុំដែលខ្ញុំគិតទេបាទសំជាខុសតអីក៏សូមអធិស្ឋានដែរហើយផ្លែប៉ុននឹង Blake Money ការលេងលុយហ្នឹងគឺមានវិធីសាស្ត្រជាច្រើនទៀតដែលគេរៀបចំនឹងបង្កើតវាព្យាយាមអញ្ចឹងវាមានច្រើនចំនួនទៀតដែលបើនិយាយពីការបកស្រាយទៅគឺវាច្រើនហើយនិយាយតែប៉ុណ្្នឹងក៏មិនអស់ដែរគឺមានច្រើនទៀតនិយាយទៅគឺចំណាយពេលយូរក្នុងការបកស្រាយដែរអញ្ចឹងមានប្រយោជន៍ស្រួលទៅអ្នកខ្លះក៏យល់ហើយក៏មិនអីដែរអ្នកខ្លះក៏មិនយល់ទៅគាត់អត់បានដឹងឬក៏មិនជ្រាបអញ្ចឹងបើសិនជាមានការខ្វះខាតក៏សូមអធិស្ឋានផងដែរបាទសូមអរគុណនេះគាត់ជាការផ្ដល់កំណត់បាទបាយបាយ